នៅផ្ទះបើសិនជាយើងមានជាមួយនឹងត្រីខគឺងាយស្រួលមែនទែនក្នុងការច្នៃមុខម្ហូបអញ្ចឹងហើយសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំបង្ហាញពីរបៀបធ្វើមុខម្ហូបមួយមុខនេះណាគឺឆ្ងាញ់ក៏ឆ្ងាញ់រីឯការធ្វើនឹងក៏លឿនទៀតយើងបាច់ចាំយកទៅចម្អិនអីញ៉ៃញ៉ៃទេហើយគ្រឿងក្រៅដែលយើងលាយជាមួយនឹងសិតតែជាប្រភេទគ្រឿងក្រៅដែលក្លិនឈ្ងុយណាហើយចំពោះម្ហូបមួយមុខនេះយើងធ្វើឲ្យចង់ញ៉ាំជាមួយបាយក៏ឆ្ងាញ់ឬក៏យើងធ្វើជាប្រភេទគ្រឿងក្លែមទៀតណាក៏កាន់តែត្រូវដូចគ្នាដែរចាតោះឥឡូវងាកទៅមើលការធ្វើជាមួយខ្ញុំទាំងអស់គ្នាសម្រាប់គ្រឿងផ្សំគឺយើងត្រូវតែមានជាមួយនឹងគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនិងក្រូចឆ្មារីឯតួអង្គដែលសំខាន់ជាងគេនោះគឺជាត្រីខនឹងឯងត្រីខនេះនិយាយទៅកន្លែងណាក៏មានលក់ដែរបងប្អូនតាមតូបចាប់ពួយសាតំណើបឬក៏តាមម៉ាតអីគឺមានគ្រប់កន្លែងនឹងឯងហើយរីឯតម្លៃគេវិញក៏ធូរទៀតពីកំប៉ុងហ្នឹងអត់ដល់10000ទេត្រឹមតែ6000នេះហើយយើងលាយឲ្យអាចញ៉ាំបានគ្នា5ទៅ6នាក់ឯណោះចាចំពោះត្រីខមុននឹងលាយគឺខ្ញុំកាត់វាជាដុំតូចៗមកល្មមដើម្បីពេលដែលយើងលាយឲ្យញ៉ាំស្រួលចាចំពោះគ្រឿងផ្សំដែលយើងធ្វើហើយគឺនឹងចាក់ចូលទាំងអស់មកសម្រាប់ម្ទេសបងប្អូនដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តណាចាចំណែកឯទឹកត្រីគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយប៊ីចេងនឹង1ចុងស្លាបព្រាកាហ្វេរីឯស្ករវិញខ្ញុំអត់សូវប្រើច្រើនទេបងប្អូនរសជាតិយើងកុំឲ្យលីផ្អែមយើងដាក់តែបន្តិចទៅបានណៃបន្ទាប់មកចាំយើងថែមជាមួយនឹងក្រូចឆ្មាចូលតាមក្រោយទៀតចំពោះរសជាតិគឺខ្ញុំអត់ចូលចិត្តផ្អែមទេយកបែបរាងប្រៃហើយនឹងជូរមកល្មមញ៉ាំទៅឆ្ងាញ់ណាមួយមុខនេះហើយនិយាយទៅគ្រឿងក្រៅដែលយកមកលាយសុទ្ធតែជាប្រភេទក្លិនឈ្ងុយទាំងអស់មានតាំងពីខ្ទឹមសខ្ទឹមក្រហមគិនឆាយដើមជីរណាហើយមួយទៀតនោះគល់ស្លឹកគ្រៃហាន់បងប្អូននិយាយទៅគ្រឿងប្រមាណមុខនេះពេលដែលយើងយកមកលាយជាមួយនឹងត្រីខបែបហ្នឹងណារសជាតិគេហ្នឹងគឺឆ្ងាញ់ទ្វេម្ដងហើយជាពិសេសយើងបានជាមួយនឹងលក់តបទៀតទៅគឺឆ្ងាញ់មែនទែនសម្រាប់លក់វិញបងប្អូនចូលចិត្តបែបណាអាចឲ្យលោកតាមរសជាតិដែលបងប្អូនចូលចិត្តញ៉ាំបានណាចំណែកខ្ញុំមានជាមួយនឹងកសក់សណ្តែកគួរជីរណាជីអង្កាមហើយដើមគិនឆាយបងប្អូននិយាយទៅមានតែប្រមាណមុខហ្នឹងទេចំពោះមួយមុខនេះបងប្អូនធ្វើឲ្យបើសិនជាមានជាមួយនឹងប៊ីហនុមាននៅចិត្តហ្នឹងទៀតទៅគឺត្រូវគ្នាមែនទែនចាឥឡូវនេះការបង្ហាញពីរបៀបធ្វើម្ហូបបែបងាយៗរសជាតិឆ្ងាញ់របស់ខ្ញុំក៏បានធ្វើរួចរាល់អស់ហើយបើសិនជាបងប្អូនចង់ដឹងពីរសជាតិបែបណាកុំភ្លេចសាកធ្វើញ៉ាំណាថ្ងៃស្អែកជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងការបង្ហាញមុខម្ហូបថ្មីអរគុណបងប្អូនដែលចូលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់